បានសួស្តីអ្នកនរវិលមកជួយខ្ញុំរកទៀតហើយសុខទុក្ខយ៉ាងណាដែរបងប្អូនទាំងគ្នាហើយថ្ងៃនេះក៏ដូចជាសពដងដែរខ្ញុំក៏មានរឿងរ៉ាវមួយដែលតាក់ទងជាមួយនឹងគ្រូសាស្ត្ររបស់បងប្រុសម្នាក់គឺបងភីបហើយបងភីបគាត់បានបញ្ជាក់ថារឿងនេះគឺកើតឡើងយូរគូសំដែរដែលប្រពន្ធទី1របស់គាត់ធ្វើបានរត់តាមគេណាគាត់ថាពេលនោះគឺគាត់អស់ហើយអារម្មណ៍ដែលស្រឡាញ់គ្រូសាស្ត្រស្រឡាញ់ស្រីនេះគឺគាត់បាត់បង់មែនតើហើយគាត់បញ្ជាក់ដែរថារឿងនេះគឺអាចនិយាយបានថាវាខ្ទង់ចូលចង់20ឆ្នាំជាងទៅអាចចូល25ឆ្នាំហើយដល់ពេលនោះការរៀបការមួយចំនួនហ្នឹងមិនទាន់ជឿនលឿនប្រហែលទេហើយប្រពន្ធទី1របស់គាត់ក៏ជាអ្នកដែលដើរភ្នួងហើយអ្នកដើរភ្នួងជំនាន់គាត់នោះមិនសូវជាកៅអៅអីស្អាតបាតប្រហែលទេ20ឆ្នាំជាងណា25 26ឆ្នាំហ្នឹងបើយើងនិយាយពីការរោងអីហ្នឹងក៏មិនទំនើបដូចឥឡូវដែរហើយបើយើងនិយាយពីគាត់គឺជាកសិករធម្មតាទេការងាររបស់គាត់ហ្នឹងគឺនៅផ្ទះគ្រួសាររបស់គាត់មានកូន3នាក់ដែរដែលកូនច្បងរបស់គាត់គឺជាកូនស្រីកូនបន្ទាប់កូនប្រុសហើយនឹងពៅរបស់គាត់ហ្នឹងក៏ប្រុសដូចគ្នាដែរតែរបស់គាត់មិនធំប្រហែលទេហើយក៏នៅជាមួយនឹងគ្រួសារបែបហ្នឹងទៅហើយប្រពន្ធរបស់គាត់មិនសូវជាបាននៅផ្ទះប្រហែលទេព្រោះគាត់ជាអ្នកដើរភ្នួងអ្នកសម្អាងការថាយើងនិយាយអ្នកសម្អាងការព្រោះនៅពេលដែលដល់រដូវហើយប្រាំងដែលឈានចូលដល់វិធីការរបស់បងប្អូនយើងហ្នឹងគឺគេតាក់ទងគាត់ច្រើនដោយសារអីភ្នួងជំនាន់នោះមិនសូវជាសម្បូរប្រហែលទេអញ្ចឹងមានតែគ្រួសាររបស់គាត់ម្នាក់ទេដែរមិនថានៅក្នុងភូមិរបស់គាត់មានតែគ្រួសាររបស់គាត់ម្នាក់ទេដែរជាអ្នកដើរប៉ុន្តែកន្លែងផ្សេងក៏គេមានដើរដែរមានតាមតំបន់របស់គេអញ្ចឹងទៅប៉ុន្តែប្រពន្ធរបស់គាត់ហ្នឹងគឺជាអ្នកដើរនៅក្នុងភូមិរបស់គាត់នឹងដំបងគេហើយអញនិយាយបានចឹងហើយក៏គេអាវវិញមិនជាស្អាតណាស់ណាទេមកសំរុំអញនិយាយបានថាវាសំពេលវេលាដែលសម័យកាលរបស់ពួកគាត់ណាអញ្ចឹងគាត់ថាពេលហ្នឹងក៏ធម្មតាប្រពន្ធរបស់គាត់ចេះតែដើរទៅការចឹងទៅប៉ុន្តែមករយៈក្រោយមកគាត់ថាពេលហ្នឹងប្រពន្ធរបស់គាត់រវល់ខ្លាំងពេកនៅពេលដែលប្រពន្ធរវល់ខ្លាំងពេកគាត់ថាពេលហ្នឹងប្រពន្ធរបស់គាត់ហ្នឹងឲ្យប្អូនថ្លៃហ្នឹងមកនៅក្នុងផ្ទះហ្នឹងដែរដើម្បីជួយមើលប្អូនកូននោះណាព្រោះកូនរបស់គាត់ពេលនោះនៅទូចនៅឡើយទេស្ទើរនៅឡើយទេអញ្ចឹងប្អូនថ្លៃរបស់គាត់ហ្នឹងក៏មកជួយការងារក្នុងផ្ទះដូចថាដាំបាយដាំស្លអញ្ចឹងទៅពេលនោះប្រពន្ធរបស់គាត់ចេញបាត់ជួនកាល2ថ្ងៃ3ថ្ងៃទើបត្រឡប់មកវិញហើយមកដល់ផ្ទះហ្នឹងមិនបានប្រហែលទេក៏ទៅបាត់ទៀតហើយអត់មានពេលណាមួយសម្រាប់គ្រួសារទេគាត់រវល់ប្រចាំណាហើយនៅក្នុងហ្នឹងក៏មានអ្នកដឹកកាលហ្នឹងគាត់ដឹកលម៉កទេអ្នកដឹកលម៉កម្នាក់ហ្នឹងអាចនិយាយបានថាជាអ្នកភូមិរបស់គាត់ដែរទេវ័យរបស់គេហ្នឹងអាចនិយាយបានថាវានៅក្មេងដែរក្មេងជាងគាត់ហើយនឹងក្មេងជាងប្រពន្ធរបស់គាត់ដែរគាត់ថាពេលហ្នឹងក៏ចេះតែទៅអញ្ចឹងទៅហើយទៅហ្នឹងអត់មានអ្នកណាច្រើនទេជួនកាលមានតែប្រពន្ធរបស់គាត់ម្នាក់ជាមួយនឹងម៉ូតូហ្នឹងទៅលម៉កហ្នឹងទៅហើយទៅបែបហ្នឹងរហូតអញ្ចឹងទៅហើយគាត់ថាក្រោយមកទៀតមកក៏ផុតអាការហ្នឹងប្អូនថ្លៃរបស់គាត់ហ្នឹងក៏នៅនឹងដូចគ្នាដែរនៅនឹងណារស់នៅជុំគ្នាជាមួយនឹងបងជាមួយនឹងប្អូនទៅដោយសារផ្ទះខាងម្ដាយក្មេករបស់គាត់ហ្នឹងមិនសូវជាធូរធារប្រហែលទេហើយគាត់ហ្នឹងក៏មិនសូវជាធូរធារប្រហែលដែរតែមកអាចមកសំរុំជាមួយនឹងគេព្រោះប្រពន្ធរបស់គាត់ជាអ្នកដើរភ្នួងផងគាត់ជាអ្នកដើរធ្វើស្រែធ្វើចការផងអញ្ចឹងបានលុយពីចការស្រែខ្លះទៅបានលុយពីធ្វើភ្នួងខ្លះទៅអញ្ចឹងបូកចូលគ្នាមកវាគួរសមដែរសម្រាប់គាត់ណាអញ្ចឹងគាត់ថាថ្ងៃទី1គាត់មិនសូវជាចាប់អារម្មណ៍ទៅលើប្រពន្ធរបស់គាត់ប្រហែលទេប៉ុន្តែនៅពេលដែលអត់មានការងារតាក់ទងជាមួយនឹងភ្នួងចេញហ្នឹងប្រពន្ធរបស់គាត់ក៏មិនសូវជានៅផ្ទះប្រហែលដែរចេះតែចេញដើរណាចេញដើរបាត់អញ្ចឹងទៅគាត់ថាពេលនោះគឺគាត់តាមប្រពន្ធរបស់គាត់ដែរចាប់ផ្ដើមមិនសូវជាទុកចិត្តប្រពន្ធរបស់គាត់ប្រហែលទេហើយគាត់ឮពីមាត់មួយមកមាត់មួយណាថាប្រពន្ធរបស់គាត់ហ្នឹងទៅជាមួយអ្នកនេះជាមួយអ្នកនោះអញ្ចឹងទៅប៉ុន្តែគាត់ថាគាត់មិនសូវជាជឿអ្នកភូមិប្រហែលទេដោយសារគាត់ស្រឡាញ់ប្រពន្ធរបស់គាត់ពេកដល់ពេលស្រឡាញ់ពេកគាត់ថាពេលហ្នឹងគឺលុបអស់ហើយអាកំហុសខុសឆ្គងទាំងប្រហែលណាធ្វើឲ្យគាត់អត់ព្រមទទួលអ្វីដែលអ្នកភូមិបានប្រាប់ទេរហូតដល់ថ្ងៃមួយគាត់ថាគាត់ក៏ឡើងទៅផ្សារឡើងទៅអីណាហើយចលិតពីផ្សារក៏គាត់ទៅផ្សេងទៅជួបពួកម៉ាក់របស់គាត់ណាប៉ុន្តែចែកដល់អីគាត់ថាពេលនេះគឺគាត់បានជួបប្រពន្ធរបស់គាត់ដែលកំពុងតែជិះជាមួយនឹងអ្នកម្នាក់អត់ច្បាស់ទេហើយពេលនោះប្រពន្ធរបស់គាត់អត់បានត្រឡប់មកទេ2ថ្ងៃទៅហើយ
ទាំងដែលពេលវេលាឬក៏រដូវហ្នឹងវាមិនមែនជារដូវភ្នួងទេប៉ុន្តែនៅពេលដែលគាត់តាក់ទងឬក៏ប្រពន្ធរបស់គាត់ត្រឡប់មកវិញនេះគាត់សួរនាំទៅប្រពន្ធរបស់គាត់បានប្រាប់ថាគាត់ទៅរៀនភ្នួងបន្ថែមអញ្ចឹងទៅបន្ថែមហេតុតែជាគាត់ឃើញប្រពន្ធរបស់គាត់ហ្នឹងកំពុងតែជិះម៉ូតូជាមួយនឹងប្រុសទៅវិញហើយគាត់ក៏មិនបានទៅធ្វើអីគេដែរវ័យរបស់គាត់ហ្នឹងអាចនិយាយបានថាវារៀងចំណាស់បន្តិចហើយអញ្ចឹងបើសិនជាទៅមិនស្រួលហ្នឹងគេមិនទាន់ទៅធ្វើអីជ្រុលផងហើយយើងទៅចាត់ចែងឬក៏ទៅស្ដីឲ្យគេហ្នឹងវាអត់សមទេគាត់ក៏គិតបានវែងឆ្ងាយគួរសមដែរគាត់ថាពេលនោះគឺគាត់ដកឃ្លាចេញមកដល់ពេលល្ងាចបន្តិចហ្នឹងប្រពន្ធរបស់គាត់ក៏ត្រឡប់មកវិញប៉ុន្តែការត្រឡប់របស់ប្រពន្ធរបស់គាត់ទេมันមានអ្នកណាជូនមកទេគឺគាត់ដើរមកដោយសារអីផ្ទះរបស់គាត់ចម្ងាយពីផ្ទះរបស់គាត់មកផ្សារឬក៏ផ្សារមកផ្ទះរបស់គាត់ហ្នឹងមិនឆ្ងាយប្រហែលទេប៉ុន្តែផ្ទះរបស់គាត់នៅភូមិពិតមែនប៉ុន្តែបើយើងដើរពីផ្ទះរបស់គាត់មកផ្សារចម្ងាយត្រឹមតែ100ម៉ែត្រអីតែប៉ុណ្្នឹងឯងអញ្ចឹងនៅពេលដែលល្ងាចហ្នឹងឃើញប្រពន្ធរបស់គាត់ហ្នឹងដើរសម្ដៅមកផ្ទះនៅពេលដែលឃើញបែបហ្នឹងគាត់ក៏ធម្មតាអត់បានទៅនិយាយស្ដីទេនៅជាមួយនឹងប្អូនថ្លៃរបស់គាត់ហ្នឹងប្អូនថ្លៃរបស់គាត់គឺធ្វើបាយសម្លអីមកស្អាតទុកដាក់ឲ្យកូនចៅរបស់គាត់ចឹងទៅរួមជាមួយនឹងគាត់ដែរស្របពេលនោះមិនទាន់មានណាហូបទេអង្គុយចាំប្រពន្ធរបស់គាត់រហូតដល់ប្រពន្ធរបស់គាត់មកដល់ផ្ទះហ្នឹងក៏នាំគ្នាចាត់ចែងហូបបាយទៅហើយគាត់ថាពេលដែលហូបបាយរួចរាល់គាត់ថាពេលហ្នឹងប្អូនថ្លៃរបស់គាត់រួមជាមួយនឹងកូនហ្នឹងក៏គេចូលទៅក្នុងផ្ទះទៅសង្ងំគេងទៅដោយផ្ទះរបស់គាត់ពេលនោះអាចនិយាយបានថាវាមិនមែនជាផ្ទះដែលល្អអីណាទេប៉ុន្តែមកសមរម្យហើយជាងក្តារណាបងប្អូនជាងក្តារហើយប្រក់ក្បឿងប៉ុន្តែក្បឿងចំនួននោះអាក្បឿងធំមកគាត់ថាមកសួរមកគួសមដែរពេលហ្នឹងទាំងប្អូនថ្លៃទាំងកូនរបស់គាត់ហ្នឹងឡើងទៅលើផ្ទះហើយនៅតែគាត់ជាមួយនឹងប្រពន្ធរបស់គាត់ទេគាត់ព្យាយាមសួរប្រពន្ធរបស់គាត់ដែរប៉ុន្តែចម្លើយដែលប្រពន្ធរបស់គាត់ឆ្លើយមកវិញហ្នឹងដូចគាត់និយាយពីមុនអញ្ចឹងគឺទៅរៀនបន្ថែមហើយក៏ស្នាក់នៅនឹងផ្ទះមីជាងនឹងទៅអានេះជាចម្លើយដែលគាត់បានឮចេញពីប្រពន្ធរបស់គាត់ណាហើយគាត់ថាពេលនេះគឺគាត់អត់ត្រូវវែកញែកអីទៀតទេគាត់ក៏បិទត្រឹមហ្នឹងទៅហើយក៏អង្គុយទៅជែករបៀបធម្មតាស្អែកឡើងមកដល់ទៀតប្រពន្ធរបស់គាត់ក៏ចេញដំណើរទៅហើយផ្សារវិញដោយមិនអោយគាត់នឹងជូនទៅទីទាំងដែរគាត់នឹងមានម៉ូតូស្រាប់គាត់ក៏ចង់ជូនប្រពន្ធរបស់គាត់ទៅដល់កន្លែងផ្ទះមីជាងដែរប៉ុន្តែប្រពន្ធរបស់គាត់ថាមិនបាច់ជូនទេជូនតែទៅផ្សារទៅបានហើយតិចទៀតទៅពួកម៉ាក់របស់គាត់មកយកហើយគាត់សួរនាំថាពួកម៉ាក់របស់ណៃនឹងប្រុសឬក៏ស្រីប៉ុន្តែអត់មានឆ្លើយជាមួយនឹងគាត់ទេធម្មតាតាំងពួកម៉ាក់ធម្មតាហ្នឹងនិយាយតែប្រហែលហ្នឹងហើយបើយើងនិយាយពីកូនរបស់គាត់ដែលកូនច្បងនេះវាអាចនិយាយបានថាវា10ឆ្នាំជាងទៅហើយ12ឆ្នាំទៅហើយ12 13ឆ្នាំហ្នឹងណាហើយបន្ទាប់ហ្នឹងសិតតែអាយុ6ឆ្នាំ7ឆ្នាំឬក៏តូចជាងហ្នឹងអីចឹងទៅអានេះអ្វីដែលគាត់នេះណាគាត់ចង់និយាយពីតើជាមួយនឹងកូនច្រើនចូលទេគាត់ថាពេលហ្នឹងគាត់អត់តន់ត្រឡប់ទៅផ្ទះវិញទេប៉ុន្តែគាត់បត់ម៉ូតូរបស់គាត់ហ្នឹងត្រឡប់មកផ្ទះពិតមែនគាត់ថាគណៈដែលគាត់បត់ម៉ូតូមកគាត់ឃើញប្រពន្ធរបស់គាត់ដើរចេញពីចំណុចហ្នឹងហើយដើរចេញពីចំណុចដែលគាត់បានទម្លាក់ដើរទៅមុខទៀតអញ្ចឹងនៅពេលដែលឃើញប្រពន្ធដើរទៅមុខអញ្ចឹងគាត់ហ្នឹងក៏ត្រឡប់មកវិញដល់អត់ឲ្យប្រពន្ធដឹងខ្លួនទេគាត់ថាពេលហ្នឹងគាត់ក៏ចាំប្រពន្ធហ្នឹងឬក៏ចាំមើលប្រពន្ធពីចំណុចដែលគាត់បានទម្លាក់ហ្នឹងឯងដោយប្រពន្ធបត់គាត់ហ្នឹងអត់បានចាប់អារម្មណ៍មកលើគាត់ទេអញ្ចឹងនៅពេលដែលបានមកបន្តិចគាត់ថាពេលហ្នឹងគាត់ឃើញម៉ូតូមួយដែលជាមនុស្សប្រុសបានមកដឹកហើយម៉ូតូជំនាន់នោះមិនមែនជាម៉ូតូអីស្អាតបាតទេណាបងប្អូនជំនាន់អាសង្ក្រេជំនាន់អាគុកមូលអីចឹងណាប៉ុន្តែអ្នកដែលមកដប់ហ្នឹងគឺអាសង្ក្រេតែមកសង្ក្រេរបស់គេវាស្អាតដែរនៅពេលហ្នឹងក៏ប្រពន្ធរបស់គាត់ឡើងទៅជិះទៅឡើងជិះហើយអោបចកេះគេទៅទៀតហើយក៏ជិះចេញទៅនៅពេលដែលឃើញប្រពន្ធជិះបែបហ្នឹងគាត់ថាពេលហ្នឹងគាត់ក៏ជិះតាមក្រោយដែលអត់ឲ្យប្រពន្ធដឹងខ្លួនទេជិះត្រេកតាមក្រោយណាគាត់ថាពេលហ្នឹងគឺអារម្មណ៍របស់គាត់ហ្នឹងវាឈួលណាទោះជាមិនដឹងថាម្នាក់ហ្នឹងជាអ្នកណាឲ្យប្រកាសពួកម៉ាក់របស់គេធម្មតាក៏ដោយប៉ុន្តែនៅពេលដែលឃើញប្រពន្ធជិះជាមួយនឹងប្រុសផ្សេងអញ្ចឹងអារម្មណ៍របស់គាត់វាប្លែកវាអត់ទទួលយកបានណាអញ្ចឹងគាត់ថាពេលហ្នឹងគាត់ចេះតែជិះតាមផ្លូវទៅប៉ុន្តែអាចជិះតាមក្រោយទៅទាំងអារម្មណ៍របស់គាត់ហ្នឹងគឺអត់នៅក្នុងខ្លួនទេអញ្ចឹងនៅពេលដែលគាត់ជិះតាមគាត់ថាពេលហ្នឹងប្រពន្ធរបស់គាត់មិនបានទៅកន្លែងមេជាងណាគេទៅអង្គុយលេងកន្លែងហើយយើងនិយាយមកឧទាហរណ៍ថាទៅភ្នំតាម៉ៅទៅអីចឹងណាឬក៏ទៅលេបទីចឹងទៅគេទៅអង្គុយនៅចុះទៅជែកគ្នាអីចឹងទៅគាត់ថាគាត់ឃើញបែបហ្នឹងភ្លាមគាត់ថាពេលហ្នឹងអារម្មណ៍ធ្លាក់ក្តាមភ្នក់បាត់ហើយទាំងដែល
ម្នាក់ប្រុសហ្នឹងអោបរឹតប្រពន្ធរបស់គាត់ណានៅពេលដែលឃើញបែបដឹកភ្លាមគាត់ថាពេលហ្នឹងអារម្មណ៍រត់តែខ្ទេចទៀតបើដងវិញសឹងតែប្រះទាំងដែលគាត់អត់ហ៊ានទៅចេញមុខដើម្បីទៅស្ដីឲ្យគេអត់ទេអត់ហ៊ានបានត្រឹមតែមើលគេហើយត្រឡប់មកផ្ទះវិញទាំងដែលអារម្មណ៍មិននៅក្នុងខ្លួនណាអញ្ចឹងនៅពេលដែលគាត់ត្រឡប់មកដល់ផ្ទះគាត់ថាពេលហ្នឹងវាដល់ថ្ងៃត្រង់ទៅហើយស្របពេលដែលប្អូនថ្លៃរបស់គាត់ហ្នឹងបានរៀបចំបាយទឹករួចរាល់គាត់គិតថាបើសិនជាប្រពន្ធរបស់គាត់បានត្រឹមតែប្អូនថ្លៃរបស់គាត់វាមិនដឹងជាល្អយ៉ាងណាពេលតំណេធ្វើបាយសឡដោយតែប្រពន្ធរបស់គាត់ហ្នឹងទាំងតែពេលតំណេគឺគាត់នឹងបែរទៅជាដើរលេងជាមួយនឹងប្រុសប្រុសឈ្មោលអញ្ចឹងទៅអញ្ចឹងគាត់ថាពេលហ្នឹងគឺបែបហ្នឹងអង្គុយហូបបាយជាមួយនឹងគេទៅដោយទប់អារម្មណ៍ខ្លួនឯងដើម្បីលាក់កំបាំងរឿងទាំងអស់ហ្នឹងជាមួយនឹងកូនចៅអញ្ចឹងគាត់ថាពេលហ្នឹងអង្គុយគាត់ស្រក់ទឹកភ្នែកនៅពេលដែលស្រក់ទឹកភ្នែកប្អូនថ្លៃរបស់គាត់សួរថាបងឯងមានរឿងអីមែនពេលហ្នឹងបងហើយភាពហ្នឹងគាត់តបថាអត់អីទេបងធម្មតាទេអត់មានបញ្ហាទេគាត់ព្យាយាមលាក់រឿងទាំងអស់ហ្នឹងទៅប្អូនថ្លៃរបស់គាត់ប៉ុន្តែនៅពេលដែលហូបបាយរួចរាល់ក្មួយឬក៏កូនរបស់គាត់ហ្នឹងក៏ដើរត្រឡប់ទៅកន្លែងគេលេងរឿងខ្លួនទៅនៅសល់តែគាត់ជាមួយនឹងប្អូនថ្លៃរបស់គាត់ទេអ្វីដែលគាត់លឺចេញពីប្អូនថ្លៃរបស់គាត់សួរគាត់ថាបងឯងដឹងរឿងបងស្រីគាត់មានប្រុសមែនគាត់លើបែបហ្នឹងភ្លាមគាត់មើលមុខប្អូនថ្លៃរបស់គាត់ហើយសួរទៅគាត់សួរទៅប្អូនថ្លៃរបស់គាត់ថាមានរឿងអីបងឯងដឹងរឿងហ្នឹងមែនពេលហ្នឹងប្អូនថ្លៃរបស់គាត់ក៏ថាគាត់អត់ដឹងទេប៉ុន្តែគាត់ទើបនឹងឃើញឬក៏គាត់ទើបនឹងដឹងថាបងរបស់គាត់ហ្នឹងជិះម៉ូតូជាមួយនឹងប្រុសប៉ុន្តែអត់ដឹងថាម្នាក់ប្រុសហ្នឹងជាសហាយបងរបស់គាត់ឬគេគាត់ដឹងទេគាត់ថាឃើញជិះជាមួយនឹងប្រុសអីចឹងទៅបងឯងជួបដែរមែនបងឯងអង្គុយយំឬក៏អីចឹងណាពេលដែលលឺប្អូនថ្លៃរបស់គាត់និយាយបែបហ្នឹងភ្លាមគាត់ថាពេលហ្នឹងគឺគាត់ទម្លាយរឿងហ្នឹងទៅប្រាប់ប្អូនថ្លៃរបស់គាត់នៅពេលដែលប្រាប់ហើយប្អូនថ្លៃរបស់គាត់អត់មានអីក្រៅពីសុំទោសគាត់ទេតែដែលកំហុសខុសឆ្គងទាំងអស់ហ្នឹងមិនមែនជាកំហុសខុសឆ្គងរបស់ប្អូនថ្លៃរបស់គាត់ទេអ្នកដែលខុសគឺជាប្រពន្ធរបស់គាត់ឯណោះតែអ្នកដែលសុំទោសគឺប្អូនថ្លៃរបស់គាត់ទៅវិញគាត់ថាពេលដែលគាត់មើលអាកប្បកិរិយារបស់ប្អូនថ្លៃរបស់គាត់មានអារម្មណ៍ល្អជាងគាត់ថាពេលនោះគឺគាត់ឃើញប្រពន្ធរបស់គាត់ចាប់ផ្ដើមស្អប់បន្តិចម្ដងល្ងាចឡើងមកដល់ប្រពន្ធរបស់គាត់ដូចដើមអញ្ចឹងដើរត្រឡប់មកវិញនៅពេលដែលដើរត្រឡប់មកវិញគាត់ថាពេលហ្នឹងគឺគាត់ទប់អារម្មណ៍របស់គាត់មែនតើប៉ុន្តែអាការទប់អារម្មណ៍នេះធ្វើឲ្យគាត់ឈួលខ្លាំងនៅពេលដែលគាត់រៀបនឹងថាឲ្យប្រពន្ធគាត់ថាពេលហ្នឹងគឺគាត់ទប់លេបចូលក្នុងពោះទៀតគាត់ថាអោបកសោបគ្រួសារមួយហ្នឹងឲ្យវាមានសុភមង្គលណាព្រោះឥឡូវកូនគាត់ហ្នឹងក៏ធំគូសំដែរអញ្ចឹងបើសិនជាមានរឿងដល់ថ្នាក់បែកខ្សែគ្នាហ្នឹងកូនចៅរបស់គាត់តើវាគិតយ៉ាងណាអញ្ចឹងគាត់ថាពេលហ្នឹងគាត់សុកចិត្តខំមាត់សង្កត់ចិត្តខ្លួនឯងហ្នឹងឡើងទៅលើផ្ទះទៅហើយប្អូនថ្លៃជាមួយនឹងប្រពន្ធរបស់គាត់អង្គុយក្រោមគាត់បានផ្ទៀងទៅជាស្ដាប់ពីខាងលើមកគាត់ឮថាប្អូនថ្លៃរបស់គាត់ហ្នឹងសួរនាំនៅពេលដែលសួរនាំប្រពន្ធរបស់គាត់នេះឆេវឆាវឆ្លោះជាមួយនឹងប្អូនថ្លៃរបស់គាត់ខ្លាំងមែនតើឆ្លោះខ្លាំងយកតែមែនតើដល់ថ្នាក់គាត់ហ្នឹងក៏រត់ចុះមកពីខាងក្រោមសូម្បីតែកូនរបស់គាត់ក៏ឈើមើលដែរពេលហ្នឹងមិនមែនធម្មតាទេប្រពន្ធរបស់គាត់ដល់ថ្នាក់ដេញប្អូនថ្លៃឲ្យចេញពីផ្ទះហ្នឹងទេប៉ុន្តែគាត់ក៏ទៅរងគាត់ថាមានរឿងអីត្រូវទៅដេញប្អូនខុសអីបានទៅប្តេញពេលហ្នឹងប្រពន្ធរបស់គាត់និយាយអត់ចេញទេសុកចិត្តដើរចេញមកដោយមិនហូបបាយទេហើយក៏មិនឡើងទៅលើផ្ទះខ្លួនឯងទៅក៏ដើរត្រឡប់មកផ្សារវិញនៅពេលដែលដើរត្រឡប់មកផ្លូវផ្សារគាត់ថាពេលហ្នឹងគឺគាត់រត់តាមទេប៉ុន្តែបានមិនបន្តិចទេអារម្មណ៍មួយទៀតថាទៅលួងប្រពន្ធណាគាត់ក៏ជិះម៉ូតូចេញទៅប៉ុន្តែនៅពេលដែលជិះម៉ូតូរៀបនឹងទៅដល់កន្លែងចំណុចដែលគាត់ឃើញប្រពន្ធរបស់គាត់ហើយហ្នឹងស្រាប់តែមានប្រុសម្នាក់ហ្នឹងក៏មកដប់ប្រពន្ធរបស់គាត់ទៅបាត់នៅពេលដែលឃើញបែបហ្នឹងភ្លាមគាត់ថាពេលហ្នឹងអារម្មណ៍មួយទៀតហ្នឹងក៏ចាប់ផ្ដើមងាក់ម៉ូតូចិត្តហ្នឹងឈប់ហ្នឹងទៅលេងទៅមុខទៀតហើយគាត់ហ្នឹងក៏បត់ក្បាលម៉ូតូរបស់គាត់ត្រឡប់មកវិញលើកនេះក៏ទ្រាំលេងបានហើយគាត់ថាពេលហ្នឹងដែរក៏ធម្មតាប៉ុន្តែអាចិត្តចាប់ផ្ដើមស្អប់ខ្លាំងទៅក្នុងខ្លួនរបស់គាត់ណាប៉ុន្តែគាត់ថាពេលនោះគឺគាត់ខំទប់មិនហ៊ានទៅប៉ះពាល់ប្រពន្ធរបស់គាត់ទេមិនហ៊ានវាយទេអញ្ចឹងគាត់ថាពេលនោះក៏ត្រឡប់មកផ្ទះវិញមករហូតដល់ស្អែកឡើងមកដល់ព្រឹកមកប្រពន្ធរបស់គាត់ហ្នឹងក៏ត្រឡប់មកវិញគេអត់ទៅរៀនទៀតទេគេត្រឡប់មកផ្ទះវិញ
គាត់ថាពេលហ្នឹងគឺគាត់បានផ្ទុះកំហឹងខ្លួនឯងទប់លែងបានគាត់ក៏និយាយជាមួយនឹងប្រពន្ធរបស់គាត់ទៅប្រពន្ធរបស់គាត់នៅពេលដែលឮថាគាត់នឹងនិយាយចំបែបហ្នឹងប្រពន្ធរបស់គាត់បើកភ្នែកធំនៅពេលដែលបើកភ្នែកធំប្រពន្ធរបស់គាត់ក៏សួរមកគាត់ថាមានរឿងអីឥឡូវចង់លេងគ្នាមែននៅពេលដែលឮប្រពន្ធរបស់គាត់និយាយបែបហ្នឹងគាត់ថាពេលហ្នឹងគឺគាត់បាត់មាត់មកទៅអត់ដឹងថានិយាយអីទៀតទេបានមិនតិចទេគាត់ថាពេលហ្នឹងការចិត្តឬក៏អាការសម្រេចចិត្តរបស់គាត់មួយវាលេចចេញមកខ្លួនឯងប្រាប់ប្រពន្ធរបស់គាត់ថាគាត់លែងឯងហើយខ្ញុំឈប់យកឯងជាប្រពន្ធទៀតហើយអានេះអារម្មណ៍ដែលគាត់លាក់ទុកយូរហើយគាត់ថាពេលនោះគាត់អត់ហ៊ាននិយាយទេគាត់ដែរហ៊ាននិយាយថាលែងប្រពន្ធសំបីតែមួយម៉ាត់គាត់ហ៊ានដែរគាត់ខ្លាចកូនចៅរបស់គាត់អីចឹងទៅប្រពន្ធរបស់គាត់នៅពេលដែលឮបែបនឹងភ្លាមប្រពន្ធរបស់គាត់ហ្នឹងក៏បើកភ្នែកតុងឯងលេងខ្ញុំមែនបើលេងគ្នាអីចឹងទៅជែកគ្នាខ្លាំងមែនតើពេលហ្នឹងបងភាពហ្នឹងក៏ថាគាត់អត់អាចទទួលយកបានទេមនុស្សស្រីម្នាក់ជិះទូកដល់2អីចឹងទៅមានប្រុសឈ្មោលអីចឹងទៅពេលហ្នឹងប្រពន្ធរបស់គាត់ហ្នឹងក៏សួររកផោះតាំងគាត់ថាមិនបាច់ផោះតាំងទេគឺគាត់តាមដល់កន្លែងទៅទៀតនៅថ្ងៃនេះនៅជួបកន្លែងនេះនៅពេលដែលគាត់និយាយបានច្បាស់ពេលហ្នឹងប្រពន្ធរបស់គាត់អត់មានពាក្យនិយាយទេអ្វីដែលប្រពន្ធរបស់គាត់ធ្វើគឺមានតែរៀបកៅអៅឲ្យដើរចេញដែលជំនាន់នោះមិនទាន់មានសម្បត្តិឬអាពាហ៍ពិពាហ៍ទេអញ្ចឹងនៅពេលដែលគាត់រៀបកៅអៅដើរចេញកូនរបស់គាត់ក៏មកយំទៅស្រាក់ពេញនឹងទាំងអស់ប៉ុន្តែអារម្មណ៍របស់ប្រពន្ធគាត់មិនបាននៅជាមួយនឹងប្រពន្ធកូនមិនបាននៅជាមួយនឹងប្តីគេនឹងកូនទេអារម្មណ៍របស់ប្រពន្ធគឺនៅជាមួយនឹងប្រុសឈ្មោះឯនោះចុងក្រោយប្រពន្ធរបស់គាត់ក៏ដើរចេញខោអាវមកប្រវិចទៅស្របពេលដែលនៅក្នុងផ្ទះហ្នឹងគឺនៅតែប្អូនថ្លៃរបស់គាត់រួមជាមួយនឹងហើយកូនរបស់គាត់ទេហើយបើយើងនិយាយពីម្ដាយក្មេកទៅវិញម្ដាយក្មេកស្រួលណាស់គាត់ស្រួលមែនតើបងប្អូនទាំងអស់គឺឲ្យពួកគាត់លេងទាំងអស់លេងប្រពន្ធណាទាំងដែលនឹងសិតជាសាច់ញាតិរបស់ប្រពន្ធទាំងអស់ប៉ុន្តែគេគ្រប់គ្រងគាត់ទៅវិញគាត់ថាពេលហ្នឹងប្រពន្ធរបស់គាត់ក៏ដើរចេញពីគាត់ទៅតាំងពីប្រពន្ធរបស់គាត់ដើរចេញពីគាត់គាត់ថាពេលហ្នឹងគឺគាត់អត់បានតាក់ទងជាមួយនឹងអ្នកណាទេហើយគាត់ក៏មិនបានដឹងដំណឹងថាប្រពន្ធរបស់គាត់ទៅមានរឿងហេតុអីចេញទៅពីគាត់ប្រហែលជាចូលចិត្តមួយឆ្នាំទៅហើយគាត់អត់បានសួរនាំទេប៉ុន្តែក្រោយមកទៀតម្ដាយរបស់គាត់នេះក៏ត្រឡប់មកផ្ទះរបស់គាត់ហើយសួរគាត់ថាកូនឯងចង់បានប្រពន្ធទៀតអត់នៅពេលដែលឮបែបហ្នឹងគាត់ក៏សើចគាត់ថាម៉ែតាំងពីប្រពន្ធខ្ញុំធ្វើបែបហ្នឹងមកខ្ញុំចាប់ផ្ដើមខ្លាចមនុស្សស្រីខ្ញុំចាប់ផ្ដើមខ្លាចណាខ្ញុំអត់ដឹងថាត្រូវខ្ញុំនឹងជួបអីទៀតនៅពេលដែលខ្ញុំយកប្រពន្ធមួយទៀតណាគាត់ក៏និយាយបែបហ្នឹងទៅម្ដាយរបស់គាត់ក៏ប្រាប់ថាវាមិនអីទេកុំខ្លាចដល់ថ្នាក់ហ្នឹងពេកពេលដែលម្ដាយរបស់គាត់បញ្ជាក់អីហ្នឹងគាត់ថាពេលហ្នឹងបានមិនតិចទេម្ដាយរបស់គាត់ក៏បាត់មាត់ហើយម្ដាយរបស់គាត់ហ្នឹងក៏រៀបអៀមណាហើយក៏សួរគាត់ថាចុះបើសិនជាម៉ែលើកមីអូនឲ្យអូននេះបងថ្លៃឲ្យតើកូនឯងយកអត់នៅពេលដែលឮបែបហ្នឹងភ្លាមគាត់ក៏ហួសចិត្តដែរគាត់ថាម៉ែកុំនិយាយលេងជាមួយខ្ញុំមិនក៏ត្រូវដល់ថ្នាក់ហ្នឹងអីចឹងទៅម្ដាយក្មេងរបស់គាត់ក៏តបមកវិញថាគាត់អត់ទុកចិត្តអ្នកណាផ្សេងទេបើសិនជាកូនឯងភាពឯងនេះទៅយកអ្នកផ្សេងមកស្រាប់តែគេមិនល្អជាមួយនឹងកូនបងឲ្យភាពឯងឬក៏កូនឯងម៉ែនេះដែលជាចៅដែលជាសាច់ញាតិដែលជាយាយនេះរឹតតែប្របាកទៅទៀតប៉ុន្តែបើសិនជាមីអូនវាបានមកនៅជាមួយនឹងភាពឯងណាម៉ែក៏កក់ក្ដៅដែរទី1វាអាចជួយមើលក្មួយវាបានទី2ក៏វាអាចមើលការខុសត្រូវកូនឯងបានដែរហើយចរិតវាក៏ខុសពីបងវាដែរពេលដែលម្ដាយក្មេងបើគាត់ព្យាយាមបញ្ចុះបញ្ចូលទៅគាត់ថាពេលហ្នឹងគឺគាត់ចាប់ផ្ដើមបើកចិត្តហើយអ្វីដែលគាត់បើកចិត្តគឺទង្វើរបស់កូនរបស់របៀបថាបងប្អូនថ្លៃរបស់គាត់ប្អូនថ្លៃរបស់គាត់គឺជួយគាត់សពគ្រប់ហើយគាត់ក៏ដូចធ្លាប់គាត់និយាយចឹងប្អូនថ្លៃរបស់គាត់គឺជួយគាត់ឲ្យបាយទឹកអីហ្នឹងដូចគាត់ធ្លាប់និយាយថាបើសិនជាបានប្រពន្ធប្រហែលថាប្អូនថ្លៃរបស់គាត់ណាមិនដឹងជាល្អយ៉ាងណាទេអានេះអ្វីដែលគាត់បាននិយាយចេញពីចិត្តរបស់គាត់តាំងពីណាពីណីមកពេលហ្នឹងគឺគាត់តាក់ទើខ្លាចតែអ្នកភូមិនឹងនិយាយស្ដីឲ្យគាត់ទេប៉ុន្តែនៅពេលដែលគាត់សាក់ចិត្តដើរនិយាយរឿងហ្នឹងទៅប្រាប់អ្នកភូមិហ្នឹងគេអត់មានហាមទេគេថាឲ្យយកទៅនេះល្អតាបងវាល្អទៅអត់អីទេយកទៅយ៉ាងហោចណាស់ក៏វាបានជួយមើលក្មួយវាដែរគាត់ថាពេលដែលអ្នកភូមិរបស់គាត់ព្រមបែបហ្នឹងគាត់ថាពេលហ្នឹងគាត់បានទៅប្រាប់ម្ដាយក្មេករបស់គាត់ថាគាត់ព្រមហើយ
nơiពេលដែលលឺតែគាត់ប្រឹងប្រាប់នឹងម្ដាយក្មេកបើគាត់រួមជាមួយនឹងសាច់ញាតិផ្សេងសប្បាយចិត្តមែនតើទី1ទ្រព្យសម្បត្តិដែលគាត់មានហ្នឹងអាចនិយាយបានថាមិនមែនកើតចេញពីប្រពន្ធរបស់គាត់ដើរភ្នោះសុទ្ធទេគឺគាត់ទៅធ្វើការងារផងឲ្យផងធ្វើសំណងធ្វើអីបើកឡានផងមិនមែនគាត់តែធ្វើការងារតាក់ទងជាមួយនឹងស្រែភ្លឺសុទ្ធទេណាអាស្រែភ្លឺហ្នឹងក៏គាត់ធ្វើដែរប៉ុន្តែអាការងារបន្តបន្សំរបស់គាត់មានរថម៉ូតូឬក៏អីនិយាយមកថាគាត់ធ្វើអត់ខ្វះទេហើយដីធ្លីរបស់គាត់ក៏ធំទៅទៀតចាំមន់ចាំទីច្រើនមែនតើចុងក្រោយពួកគាត់ហើយនឹងប្អូនថ្លៃហ្នឹងក៏ចាប់ផ្ដើមរៀបការជាមួយនឹងគ្នាទៅហើយនៅពេលដែលគាត់រៀបការគាត់ថាពេលនោះគឺគាត់សប្បាយចិត្តដែលបានប្អូនថ្លៃរបស់គាត់យកមកធ្វើជាប្រពន្ធប៉ុន្តែប្អូនថ្លៃរបស់គាត់មិនមែនជាមនុស្សស្រីដែលស្អាតទេប៉ុន្តែចិត្តរបស់គ្នាហ្នឹងគឺស្អាតបានធ្វើឲ្យគាត់ហ្នឹងចាប់ផ្ដើមស្រឡាញ់ប្រពន្ធរបស់គាត់ខ្លាំងប្រពន្ធឬក៏ប្អូនថ្លៃរបស់គាត់ខ្លាំងមែនតើហើយក្រោយមកទៀតមកគាត់លឺប្រពន្ធរបស់គាត់ហ្នឹងមិនសូវជាល្អប្រហែលទេអានេះគាត់លឺដំណឹងណានៅពេលដែលគាត់ការបានប្រហែលខែហ្នឹងប្រពន្ធរបស់គាត់ក៏មកលេងផ្ទះប៉ុន្តែអត់មកលេងនៅផ្ទះគាត់ទេគឺតែលេងផ្ទះម្ដាយក្មេកចឹងហ៎បងប្អូនរបស់គាត់បានឃើញហើយក៏យករឿងរ៉ាវហ្នឹងទាំងអស់មកប្រាប់ហើយបង្ភៀបដែរតែប្រពន្ធឯងមុនហ្នឹងគឺចាស់ដល់ហើយមុខឡងចេះមុខចុះយើងមកបាត់ថាមិនដូចជានៅជាមួយឯងទេនៅជាមួយឯងសាច់ឈាមអីថ្លាដល់ពេលទៅប៉ាតណាប៉ាតណៃទៅឥឡូវមុខដល់កហើយដូចជាមនុស្សចាស់អាយុប៉ុណ្ណេះទៅពេលហ្នឹងបងភៀបបានត្រឹមតែសើចទេគាត់ថាគាត់អត់ដឹងទេព្រោះដាច់គ្នាយូរហើយមិនដឹងតែគេទៅជួបរឿងហេតុការណ៍អីក៏អត់ដឹងទេពេលហ្នឹងគាត់បានត្រឹមតែញឹមជុំជាមួយអ្នកភូមិហើយក៏ដើរឬក៏ជិះម៉ូតូរបស់គាត់ហ្នឹងត្រឡប់មកផ្ទះរបស់គាត់ធម្មតាហើយគាត់ថាមិនបានប្រហែលទេប្រពន្ធរបស់គាត់ដែលជាប្រពន្ធដើមមុនហ្នឹងក៏ចាប់តាមធ្លាក់ខ្លួនឈឺនៅពេលដែលធ្លាក់ខ្លួនឈឺគាត់ថាពេលហ្នឹងព្យាយាមតាក់ទងមកគាត់ដែរប៉ុន្តែគាត់ថាអត់ទេអត់រវល់ទេទាំងម្ដាយក្មេករបស់គាត់ក៏អត់ឲ្យម្នាក់ឬក៏កូនបងហ្នឹងមកក្លុកក្លាក់ក្នុងគ្រួសារហ្នឹងដែរតាមតាណាព្រោះយើងជាអ្នកចាត់ចែងយើងជាអ្នករើសដែលផ្លូវដើររៀងខ្លួនណាអញ្ចឹងអ្វីដែលយើងប្រព្រឹត្តយើងនឹងទទួលតាំងហើយបានមួយរយៈក្រោយមកប្រពន្ធរបស់គាត់ហ្នឹងក៏បានឈឺខូចបាត់ទៅនៅពេលដែលប្រពន្ធខូចគាត់ថាពេលហ្នឹងគឺគាត់ទៅបន់ធម្មតាប៉ុន្តែសួរថាពេលដែលនៅរស់ហ្នឹងគាត់មានចិត្តដែរទៀតអត់ទេគាត់អស់ចិត្តហើយមិនមែនមានតែរឿងប្រប៉ុណ្្នឹងដែលធ្វើឲ្យគាត់នឹងលះបង់ទាំងអស់នឹងបានទេណាយូររឿងទាំងអស់នឹងវាយូរហើយដល់ពេលវាសំទៅវាច្រើនទៅដល់ពេលវាផ្ទុះម្ដងធ្វើឲ្យគាត់នឹងដាច់ចិត្តទាំងអស់យកតែម្ដងហ្នឹងហើយទាំងអស់គ្នារឿងរ៉ាវរបស់បងភៀបនេះគឺមានតែប៉ុណ្្នឹងទេអានេះជារឿងគ្រួសាររបស់គាត់ប៉ុន្តែទន្ទឹមនឹងរឿងគ្រួសារវាជារឿងពិតនៅក្នុងសង្គមយើងដែរឥឡូវវាជួបរឿងច្រើនពីមុនដូចតែ20ឆ្នាំជំនាន់របស់គាត់នេះមិនសូវជាមានរឿងទាំងអស់នឹងកើតឡើងទេមនុស្សស្រីដែលមានប្រុសឬក៏រត់តាមប្រុសមិនសូវជាសម្បូរទេប៉ុន្តែដោយសម័យឥឡូវខ្ញុំមិនតរិះគន់អីច្រើនទេគាត់ថាមនុស្សស្រីរឹងប៉ឹងច្រើននៅពេលដែលមនុស្សស្រីរឹងប៉ឹងច្រើនធ្វើឲ្យអាការទ្រគ្នាទៅវិញទៅមកហ្នឹងវាអត់មានដូចថាអញរើបានបើអញហ៊ានតែខ្លាំងជាមួយអញដើរចេញពីឯងអានេះហើយដែលជាចំណុចមួយដែលធ្វើឲ្យគ្រួសារដែលអាចប្រឆាបានណាហើយមិនមែនតែគ្រួនេះទេឥឡូវនេះគឺច្រើនបងប្អូនអាចមើលទៅឃើញហើយពីច្រើនគឺមនុស្សស្រីអត់សូវត្រូវប្តីប្រហែលទេនៅពេលដែលគាត់រកស៊ីខ្លួនឯងបានមានលុយមានកាក់ច្រើនប្តីដូចសម្រាមអញ្ចឹងទោះជាមិនដូចសម្រាមក៏មិនឲ្យតម្លៃប្តីដូចពីមុនដែរទោះជាប្តីនឹងធ្វើខុសបន្តិចហ្នឹងក៏ចាប់កំហុសគ្នាដើម្បីយកមកបោកបញ្ចូលដែរជួនកាលជេរគ្នាទៅទៀតជេរប្តីទៅទៀតបាទនេះភាគតិចទេប៉ុន្តែសង្គមនេះដូចជាមិនតិចប្រហែលទេដូចច្រើនគួរសមដែរពុំមនុស្សស្រីរឹងប៉ឹងពេកតែទន្ទឹមនឹងការរឹងប៉ឹងគួរតែមនុស្សស្រីយល់យកឬក៏ជាយាមអធិស្ឋានព្រោះប្តីប្រពន្ធជួនកាលពេលខ្លះប្រពន្ធរកបានពេលខ្លះប្តីរកបានទៅមួយយ៉ាងម្នាក់ទេអញ្ចឹងសិតតែប្រពន្ធសិតតែគ្រួសារតែមួយហើយបើយើងយករឿងទាំងអស់ហ្នឹងយកមកបូកចូលគ្នាដើម្បីហើយបរឹងខ្លួនឯងណាលេងប្តីអញរស់ខ្លួនឯងបានអីបានអត់រស់បានប្រហែលទេហើយយើងថាលេងមួយយកមួយទៀតអូខេយើងយកមួយទៀតបានប៉ុន្តែខ្ញុំសង្ឃឹមថាយកទៅក្រោយនឹងអាចអជាងប្តីពីមុនឬក៏យ៉ាងម៉េចខ្ញុំអត់ដឹងទេយើងសាងអីយើងបានហ្នឹងហើយបើយើងប្តីបើយើងវាមានស្រីមានញីអីចឹងទៅអាហ្នឹងមិនដឹងធ្វើម៉េចទេយើងប្រឹងប្រឹងខ្លួនឯងយើងអនុវត្តដូចថាគោលការណ៍បើយើងថាផ្ដល់ផ្ដល់នេះម្ដងលើកលែងទោះម្ដងពីរដងម្ដងពីរដងបីដងហើយយើងមានគោលការណ៍បើយើងធ្វើ3ដង4ដងយើងចាត់ចែងអាហ្នឹងអូខេតាមហ្នឹងទៅ
អាហ្នឹងក៏វាល្អដែរមែនថានៅពេលដែលមនុស្សប្រុសមានស្រីហើយយើងព្យាយាមទ្រាំក្រំចិត្តទាំងដែលខ្លួនឯងនឹងអាចរកខ្លួនឯងបានអត់ទេប៉ុន្តែបើសិនជាប្តីរបស់យើងហ្នឹងមិនបានទៅខូចខលអីហ្នឹងគាត់រកមិនសូវបានជាងយើងក៏មិនគួរណាទម្លាក់ឬក៏គួរណាអត់ឲ្យតម្លៃទៅលើប្តីដែរព្យាយាមឲ្យស្មើគ្នាយើងជាប្តីយើងជាប្រពន្ធគឺស្មើគ្នាទាំងអស់គ្នាទៅគាត់រកមិនបានតែគាត់បានអីផ្សេងចឹងទៅហ្នឹងហើយទាំងអស់គ្នារឿងគ្រួសារគឺមានតែប៉ុណ្្នឹងទេហើយគ្រួសារបង្ភៀបគឺជួបតែប៉ុណ្្នឹងឯងអញ្ចឹងទាំងអស់គ្នាស្ដាប់តាមការគួរឲ្យពិចារណាទាំងអស់គ្នាហើយព្យាយាមសម្របសម្រួលទាំងអស់គ្នាបើសិនជាមានចំនួនខុសឆ្គងកន្លែងណាអីបងប្អូនអាចអធិស្ឋានគ្នាទៅវិញទៅមកទៅថយមួយអ្នកជំនាញហើយគិតមកបន្តិចទៅចាំយើងចាត់ចែងកំណត់ផ្សេងមកវិញកុំបាច់ឈើណាតែបាច់ឈើដឹងអាលីហើយហ្នឹងហើយទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតណាបាយទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ